នេះហើយជីវិតនៃការរដូវថ្នោតម៉ែជួយប៉ាផងយាយជួយតាផងអូយកូនខ្ញុំអើយព្រះកឋិនការរដូវថ្នោតឈឺម៉ែឈឺអើយជុំអានេះនេះដល់ថ្ងៃចង់គូតត្មងអូយរដូវតលតែបែកគូតខ្ញុំជុំហើយបាត់ដៃរបស់ខ្ញុំហាត់ដល់ស្និតកម្រិតកំពូលអាចជីសុយអាចប្រឹងធ្វើអីហ្នឹងនេះហូតទឹកស៊ុបក្តៅនឹងនំប៉ាសិនណាហូបមិនទេអញគ្មានអារម្មណ៍ហូបទេអញជិះទៅបែកគូតណារបស់យកជីសុយជូនអញទៅពេទ្យសិនទៅមើលអញការរដូវថ្នោតចង់បកាច់ទៅហើយនេះហើយជីវិតនៃការរដូវថ្នោតម៉ែជួយប៉ាផងយាយជួយតាផងអូយកូនខ្ញុំអូយហើយជុំមកចំណាលីបរដូវមានរបស់វារដូវមានរបស់វាកាត់រដូវថ្នោតដល់នេះតាមយើងដឹងចាស់គាត់ថាមកពីពួកយើងហូបហិលទៅការរដូវថ្នោតជឿឲ្យចេះទៅជឿចាស់គាត់បោកក្មេងៗទៅយើងហូបហិលយូរហើយគ្មានការស្អីផងលើជំនាញសូហ្វេនស៊ីងកទាំងអស់គ្នាលើខ្ញុំបាត់ហើមស្បែដោយសារខ្ញុំហូបហិលខ្លាំងពេកប៉ុន្តែខ្ញុំលឺចាស់បាត់ថាចង់បានរដូវថ្នោតក៏ចង់ឲ្យអូយកូនចង់ឲ្យមន់ចឹង